សកម្មភាពរបស់ពូសាវកការមិនទទួលស្គាល់ព្រះយេស៊ូវជាម្ចាស់ហើយរស់នៅតាមតែចិត្តខ្លួនឯងនេះហើយគឺជាបាបការដែលព្រះយេស៊ូវមានប្រជញ្ញរស់ឡើងវិញហើយយាងឡើងទៅស្ថានសួគ៌គឺជាសេចក្តីសុចរិតចូលអធិដ្ឋានបែបនេះព្រះអម្ចាស់ឲ្យសូមទ្រង់មេត្តាទតមើលរាល់អំណាចអាក្រក់ដែលកំពុងគំរាមកំហែងដល់យើងខ្ញុំជានិច្ចសូមប្រទានសេចក្តីក្លាហានដល់ទូលបង្គំជាអ្នកបម្រើរបស់ទ្រង់ដើម្បីឲ្យទូលបង្គំអាចប្រកាសព្រះបន្ទូលរបស់ទ្រង់ដោយមិនភ័យខ្លាចនៅពេលទូលបង្គំដាក់ដៃអធិដ្ឋានសម្រាប់អ្នកជំងឺសូមទ្រង់លូកព្រះហស្ថមកប្រោសពួកគេឲ្យបានជាសះស្បើយផងព្រះអម្ចាស់ឲ្យសូមឲ្យសញ្ញានិងអពហិទ្ធហេតុកើតមានដើម្បីឲ្យអ្នកមិនទាន់ជឿបានលើកដំកើងសេរីល្អរបស់ទ្រង់ការនិយាយកុហកគឺជាការបោកប្រាស់ព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅយើងនិងជាការបោកប្រាស់ព្រះជាម្ចាស់ទូលបង្គំមានភារកិច្ចប្រកាសដំណឹងល្អដល់មនុស្សគ្រប់គ្នាមិនថាអ្នកមិនចេះអក្សរអ្នកដែលរស់នៅដាច់ស្រយាលខ្វះឱកាសឬពួកអ្នកប្រាជ្ញដែលមានឋានៈកំពុងខ្ពស់ឡើយ